ចាប់ផ្ដើមមេរៀនរបស់យើងបន្តទៀតជាដំបូងយើង comment អក្សរ T មកអូខេចាប់នេះអូខេបន្ទាប់មកយើង copy ទ្វារយើងចេញមកអូខេ comment អក្សរ M ទាញវាចេញមកថែមទៅការវល់ comment អក្សរ Q មកអូខេបន្ទាប់មកយើងចាប់វាដាក់មកអូខេកៅវល់ comment អក្សរ Q មកបន្ទាប់មកយើង comment អក្សរ T ដាក់15មកអូខេចាប់ដាក់មកអូខេតមកដល់នេះមួយទៀត comment អក្សរ Q ធ្វើការវល់វាបន្តិចមកចាប់ដាក់មកតមកយើងបបល់មួយទៀតមកមិនអក្សរ Q ដែរមកយើងដាក់នេះម្ដងអូខេ comment អក្សរ O គូសុំវាដើម្បីយើងចាប់គូសុំលើវាសិននេះក៏ដូចគ្នាដែរតមកយើង comment អក្សរ P ទាញវាចូល15អូខេអានេះក៏15ដែរក្នុងវគ្គនេះយើងមានតែប៉ុណ្្នឹងទេសម្រាប់ការងារយើងនៅការងារបន្តទៀតយើងនៅធ្វើវគ្គក្រោយជួបគ្នានៅវគ្គក្រោយអរគុណច្រើនជម្រាបលា